ដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នានាងខ្ញុំឈ្មោះម៉ាក់បុស្បាជាសិស្សថ្នាក់ទី 12A នៃវិទ្យាល័យហ៊ុនសែនប្រាសាទអាគោហើយនៅថ្ងៃនេះផងដែរនាងខ្ញុំនឹងធ្វើការបកស្រាយចំពោះលំហាត់ថ្នាក់ទី 12 ដែលលំហាត់របស់យើងគឺគេឲ្យយើងសរសេរសមីការបំបែកជាអាយុក្នុងទឹកនិងគណនាចំនួនម៉ោងសរុបនៃអាយុបានកើតឡើងហើយវិធានដែលគេឲ្យយើងមកគឺ1ម៉ូលនៃអាលុយមីញ៉ូម0ហាត់ដើម្បីដោះស្រាយលំហាត់មួយនេះជាដំបូងយើងត្រូវធ្វើការសរសេរសមីការតាមប្រតិកម្មសិនតែធាតុនេះវាមានបន្លំខុសគ្នាដោយសារអាលុយមីញ៉ូមមានបន្លំ3ហើយ0ហាត់មានបន្លំ2ដូច្នេះហើយយើងខ្វែងបន្លំគ្នាកាត់មកហើយមួយទៀតដោយសារតែប្រធានរបស់យើងគេឲ្យយើងសរសេរសមីការបំបែកជាអាយុក្នុងទឹកដូច្នេះហើយជារបស់វាគឺមានន័យថាជាអង្គភាពរត់ហើយពេលយើងសរសេរសមីការយើងសរសេរទឹកមួយយើងសរសេរទឹកនៅសញ្ញាគូហើយក្នុងការបំបែកជាអាយុក្នុងទឹកនេះគឺយើងបំបែកបានជាអាយុអាលុយមីញ៉ូមហើយនិងអាយុសូថាតើមកទៀតយើងធ្វើការដឹងសញ្ញាការឥឡូវយើងទៅមើលនៅខាងប្រតិកោអាលុយមីញ៉ូមមានសន្ទុះ2តែនៅខាងបង្កើតមានសន្ទុះ1ដូច្នេះហើយយើងខាងនៃកុំ2នៅខាងបង្កើតអាលុយមីញ៉ូមចំណែកនៅខាងប្រតិកោនេះទៀតរ៉ាឌីកាល់0ខាងនេះយើងវាមានសន្ទុះ3តែនៅខាងនេះមានកម្រិតទេអញ្ចឹងហើយយើងខាងនេះគុណ3មកហើយយើងដាក់ភាពវាផងដោយសារតែភាពពីរវាជាអ៊ីយ៉ុងដូច្នេះហើយគឺរបស់វាគឺអាគុណហើយបន្តមកទៀតក្នុងការដោះស្រាយលំហាត់នេះប្រធានរបស់យើងគឺគេស្វែងរកចំនួនម៉ូលអ៊ីយ៉ុងសរុបដូច្នេះហើយបានន័យថាគេស្វែងរកចំនួនម៉ូលអ៊ីយ៉ុងអាលុយមីញ៉ូមហើយនិងអ៊ីយ៉ុងសូថាជាបូកចូលគ្នាអញ្ចឹងមុនដំបូងយើងធ្វើការទៅរកចំនួនម៉ូលអ៊ីយ៉ុងអាលុយមីញ៉ូមសិនចុះដោយសារតែប្រធានរបស់យើងគេអត់មានប្រាប់អីទេគេគ្រាន់តែប្រាប់ចំនួនម៉ូលនៃអាលុយមីញ៉ូមសូថាចំនួន1ម៉ូលដូច្នេះហើយវិធីដែលយើងអាចដោះស្រាយបានគឺមានតែវាចាម៉ូលតាមសមីការដោយសារពីព្រោះថាមានតែចំនួនម៉ូលទេដែលយើងអាចវិចារតាមសមីការបានអញ្ចឹងយើងសរសេរតាមសមីការមកតាមសមីការអញ្ចឹងយើងតែចំនួនម៉ូលអ៊ីយ៉ុងអាលុយមីញ៉ូមនេះគឺយើងដេញតាមសមីការមករកចំនួនម៉ូលអាលុយមីញ៉ូមសូថាស្មើនៅក្នុងការរកចំនួនម៉ូលយើងត្រូវគិតនៅកុំទៀតគឺយើងយករបស់ដែលយើងសួរលើរបស់ដែលយើងស្គាល់មានន័យថាយើងដោយសារតែអានេះមានគុណ2ហើយចំណែកនេះមានគុណ1អញ្ចឹងយើងបាន2លើ1ហើយប្រធានយើងគេដាក់ចំនួនម៉ូលអាលុយមីញ៉ូមសូថាមកចំនួន1ម៉ូលទៅអញ្ចឹងយើងជួលេខចូលមកយើងបាន2គុណ1ស្មើ2ម៉ូលបន្តទៀតយើងធ្វើការទៅរកចំនួនម៉ូលនៃអ៊ីយ៉ុងសូថាក្នុងការរកចំនួនម៉ូលនៃអ៊ីយ៉ុងសូថានេះគឺយើងធ្វើតាមរបៀបដូចការរកចំនួនម៉ូលនៃអ៊ីយ៉ុងអាលុយមីញ៉ូមដូចគ្នាព្រោះថាយើងវិចារពីអ៊ីយ៉ុងសូថាមកអាលុយមីញ៉ូមសូថាយើងសរសេរតាមសមីការមកដែរយើងត្រូវយកមេគុំទៀតហើយមេគុំគឺយើងត្រូវយកអ្នកសួរនិងអ្នកស្គាល់អញ្ចឹងយើងមើលមេគុំរបស់អាលុយសូថាមានមេគុំ3ចំណែកអានេះមានមេគុំ1មានថាយក3លើ1យើងបានចំនួនម៉ូលនៃអ៊ីយ៉ុងសូថាស្មើនឹង3ដងនៃចំនួនម៉ូលអាលុយមីញ៉ូមសូថាអញ្ចឹងយើងជួលេខចូលមកយើងបាន3គុំ1ស្មើ3ម៉ូលបន្ទាប់ពីយើងធ្វើការរកចំនួនម៉ូលនៃអ៊ីយ៉ុងទាំងពីរហើយយើងទៅរកចំនួនម៉ូលសរុបមានន័យថាយើងយកចំនួនម៉ូលនៃអ៊ីយ៉ុងអាលុយមីញ៉ូមបូកចូលគ្នាជាមួយនឹងចំនួនម៉ូលនៃអ៊ីយ៉ុងសូថាអញ្ចឹងយើងធ្វើគំនិតមក
ល់អានេះញោមនេះយើងបានរកឃើញចំនួន2ម៉ោងខាងចំណៃយើងចំណាយចំនួនរលនៃយ៉ងសូនខាងនេះយើងរកឃើញ3ម៉ោង2ម៉ោងចាំនេះបន្ទាប់ពីយើងរកឃើញចំណាយហើយយើងបានដូច្នេះហើយការបកស្រាយលំហាត់របស់នាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ជាចុងក្រោយនាងខ្ញុំសូមអរគុណទៅដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ហើយជាចុងក្រោយនាងខ្ញុំក៏សូមជម្រាបលាផងដែរដែលវីដេអូនេះគឺត្រូវបានសម្របសម្រួលដោយអ្នកគ្រូឌីសុខ